ទម្រង់ទី11សាលាបឋមសិក្សាយើងចូលទៅទិន្នន័យរបស់សាលាបឋមសិក្សាបំពេញឈ្មោះសាលាបឋមសិក្សាឆ្នាំរបាយការណ៍ការណែនាំសូមបំពេញឈ្មោះសាលាបឋមសិក្សានិងឆ្នាំរបាយការណ៍ប្រចាំឆ្នាំក្នុងប្រអប់ខាងលើទិន្នន័យឆ្នាំរបាយការណ៍ត្រូវបំពេញនិងស្រង់ពីឆ្នាំមុនមួយឆ្នាំឧទាហរណ៍អនុវត្ត2024-2025ត្រូវយកព័ត៌មានក្នុងរបាយការណ៍ឆ្នាំសិក្សា2023-2024និងសូមកត់ត្រាទៅក្នុងប្រអប់នីមួយៗឲ្យបានត្រឹមត្រូវនិងច្បាស់លាស់បន្ទាប់មកពិនិត្យបញ្ជាក់និងចុះហត្ថលេខាបោះត្រានិងឈ្មោះរបស់នាយកសាលាបឋមសិក្សានិងប្រគល់ទៅការិយាល័យអប់រំយុវជននិងកីឡាក្រុងស្រុកខណ្ឌដើម្បីផ្ទៀងផ្ទាត់និងពិនិត្យភាពត្រឹមត្រូវនៃទិន្នន័យទម្រង់របាយការណ៍នេះត្រូវប្រមូលបំពេញដោយនាយកសាលាឬនាយករងបឋមសិក្សា1ចំនួនកុមារាអាយុពី6ឆ្នាំឬយ៉ាងទាប70ខែនៅក្នុងភូមិនៃផែនទីសិក្សាសូមបំពេញចំនួនកុមារាទៅក្នុងប្រអប់ករណីមិនច្បាស់អំពីតួលេខអាចពិភាក្សាជាមួយនឹងប្រធានភូមិ2ចំនួនកុមារីអាយុពី6ឆ្នាំឬយ៉ាងទាប70ខែនៅក្នុងភូមិនៃផែនទីសិក្សាសូមបំពេញចំនួនកុមារីនៅក្នុងប្រអប់ករណីមិនច្បាស់ពីតួលេខសូមពិភាក្សាជាមួយប្រធានភូមិ3ចំនួនថ្នាក់រៀនពីថ្នាក់ទី1ដល់ថ្នាក់ទី3សរុបទាំងអស់នៅក្នុងសាលារៀនសូមបំពេញចំនួនថ្នាក់រៀនពីថ្នាក់ទី1ដល់ថ្នាក់ទី3ទៅក្នុងប្រអប់ដោយយើងរាប់បញ្ចូលទាំងថ្នាក់គួបនិងថ្នាក់2វេនបើសិនជាមាន4ចំនួនថ្នាក់រៀនពីថ្នាក់ទី4ដល់ថ្នាក់ទី6សរុបទាំងអស់នៅក្នុងសាលារៀនសូមបំពេញចំនួនថ្នាក់រៀនពីថ្នាក់ទី4ដល់ថ្នាក់ទី6ទាំងអស់ទៅក្នុងប្រអប់ដោយរាប់ទាំងថ្នាក់គួបនិងថ្នាក់2វេនប្រសិនបើមាន5ចំនួនគ្រូទទួលបន្ទុកជាក់ស្ដែងពីថ្នាក់ទី1ដល់ថ្នាក់ទី3សរុបនៅក្នុងសាលារៀនសូមបំពេញចំនួនគ្រូទទួលបន្ទុកថ្នាក់ជាក់ស្ដែងពីថ្នាក់ទី1ដល់ថ្នាក់ទី3ទៅក្នុងប្រអប់ដោយរាប់បញ្ចូលទាំងគ្រូជាប់កិច្ចសន្យានិងនាយកសាលាដែលជាគ្រូទទួលបន្ទុកថ្នាក់គ្រូម្នាក់ទទួលបន្ទុកបានតែមួយថ្នាក់6ចំនួនគ្រូទទួលបន្ទុកជាក់ស្ដែងពីថ្នាក់ទី4ដល់ថ្នាក់ទី6នៅក្នុងសាលារៀនដោយសូមបំពេញចំនួនគ្រូទទួលបន្ទុកពីថ្នាក់ទី4ដល់ថ្នាក់ទី6ទៅក្នុងប្រអប់រាប់បញ្ចូលទាំងគ្រូជាប់កិច្ចសន្យានិងនាយកសាលារៀនដែលជាគ្រូទទួលបន្ទុកថ្នាក់គ្រូម្នាក់ទទួលបន្ទុកបានតែម្នាក់7ចំនួនថ្នាក់រៀនដែលមានសិស្សតិចជាងឬស្មើ45នាក់នៅក្នុងមួយថ្នាក់ពីថ្នាក់ទី1ដល់ថ្នាក់ទី3សូមបំពេញចំនួនថ្នាក់រៀនដែលមានសិស្សតិចជាងឬស្មើ45នាក់ពីថ្នាក់ទី1ដល់ថ្នាក់ទី3ទៅក្នុងប្រអប់ទី8ចំនួនថ្នាក់រៀនដែលមានសិស្សតិចជាងឬស្មើ50នាក់ក្នុងមួយថ្នាក់ពីថ្នាក់ទី4ដល់ថ្នាក់ទី6សូមបំពេញចំនួនថ្នាក់រៀនដែលមានសិស្សតិចជាងឬស្មើ50នាក់ពីថ្នាក់ទី4ថ្នាក់ទី6ទៅក្នុងប្រអប់សូចនាករទី9ចំនួនសិស្សសរុបដែលរៀនថ្នាក់ទី1ដល់ថ្នាក់ទី3សូមបំពេញចំនួនសិស្សសរុបពីថ្នាក់ទី1ដល់ថ្នាក់ទី3ទៅក្នុងប្រអប់សិស្សរៀនថ្នាក់ទី1បូកនឹងសិស្សរៀនថ្នាក់ទី2បូកនឹងសិស្សរៀនថ្នាក់ទី3 10ចំនួនសិស្សដែលរៀនថ្នាក់ទី1ដល់ថ្នាក់ទី3ទទួលបានសៀវភៅសិក្សាគោល3ក្បាលសូមបំពេញចំនួនសិស្សពីថ្នាក់ទី1ដល់ថ្នាក់ទី3ដែលទទួលបានសៀវភៅសិក្សាគោល3ក្បាលរាប់តែងចំនួនសិស្សដែលមានចំនួនសិក្សាគោលគ្រប់3ក្បាលនិងសិស្សដែលទទួលបានពីសាលានិងសិស្សទាំងទិញខ្លួនឯងទី11ចំនួនសិស្សសរុបដែលរៀនថ្នាក់ទី4ដល់ថ្នាក់ទី6សូមបំពេញចំនួនសិស្សពីថ្នាក់ទី4ដល់ថ្នាក់ទី6ទៅក្នុងប្រអប់សិស្សថ្នាក់ទី4បូកនឹងសិស្សថ្នាក់ទី5បូកនឹងសិស្សថ្នាក់ទី6 12ចំនួនសិស្សដែលរៀនថ្នាក់ទី4ដល់ថ្នាក់ទី6ដែលទទួលបានសៀវភៅសិក្សាគោល4ក្បាលសូមបំពេញចំនួនសិស្សពីថ្នាក់ទី4ដល់ថ្នាក់ទី6ដែលទទួលសៀវភៅសិក្សាគោល4ក្បាលទៅក្នុងប្រអប់រាប់តែចំនួនសិស្សដែលមានសៀវភៅសិក្សាគោលគ្រប់4ក្បាលរាប់ទាំងសិស្សដែលទទួលពីសាលានិងសិស្សទិញដោយខ្លួនឯង13ចំនួនថ្នាក់រៀនដែលទទួលបានការបង្រៀនរយៈពេលពី
211ថ្ងៃសូមបំពេញចំនួនថ្នាក់រៀនដែលទទួលបានការបង្រៀនរយៈពេល211ថ្ងៃទៅក្នុងប្រអប់រាប់បញ្ចូលទាំងការបង្រៀនថ្ងៃប្រហ័ស14ចំនួនសិស្សប្រុសសរុបនៅក្នុងសាលារៀនសូមបំពេញចំនួនសិស្សប្រុសសរុបនៅក្នុងសាលារៀនទៅក្នុងប្រអប់15ចំនួនសិស្សស្រីសរុបនៅក្នុងសាលារៀនសូមបំពេញចំនួនសិស្សស្រីសរុបនៅក្នុងសាលារៀនសូចនាករទី16ចំនួនសិស្សសរុបដែលរៀនត្រួតថ្នាក់សូមបំពេញចំនួនសិស្សសរុបដែលរៀនត្រួតថ្នាក់ទៅក្នុងប្រអប់សរុបសិស្សដែលរៀនត្រួតថ្នាក់ទី1ថ្នាក់ទី2ថ្នាក់ទី3ថ្នាក់ទី4ថ្នាក់ទី5និងថ្នាក់ទី6សូចនាករទី17ចំនួនសិស្សដែលរៀនថ្នាក់ទី1កាលពី6ឆ្នាំមុនសូមបំពេញចំនួនសិស្សដែលរៀនថ្នាក់ទី1កាលពី6ឆ្នាំមុនទៅក្នុងប្រអប់ដោយស្រង់ចេញពីបញ្ជីចុះឈ្មោះចូលរៀននិងសិស្សផ្ទេរចូលរៀនកាលពី6ឆ្នាំមុន18ចំនួនសិស្សដែលរៀនថ្នាក់ទី6សូមបំពេញចំនួនសិស្សដែលរៀនថ្នាក់ទី6ទៅក្នុងប្រអប់រាប់សិស្សដែលបានរៀនថ្នាក់ទី6នៃឆ្នាំរបាយការណ៍19ចំនួនកុមារដែលមានអាយុ11ឆ្នាំសូមបំពេញចំនួនកុមារដែលមានអាយុ11ឆ្នាំទៅក្នុងប្រអប់រាប់បញ្ចូលកុមារអាយុ11ឆ្នាំដែលនៅស្ថិតក្នុងផែនទីសិក្សា20ចំនួនសិស្សថ្មីដែលចូលរៀនថ្នាក់ទី1សូមបំពេញចំនួនសិស្សថ្មីដែលចូលរៀនថ្នាក់ទី1ទៅក្នុងប្រអប់រាប់ចំនួនសិស្សថ្មីសរុបដែលចូលរៀនថ្នាក់ទី1នៃឆ្នាំរបាយការណ៍ដោយពុំរាប់សិស្សរៀនត្រួតថ្នាក់ទី1 21ចំនួនកិច្ចប្រជុំរបស់គណៈកម្មាធិការគ្រប់គ្រងសាលាដែលបានរៀបចំក្នុងមួយឆ្នាំសូមបំពេញចំនួនកិច្ចប្រជុំរបស់គណៈកម្មាធិការទៅក្នុងប្រអប់22តើនាយកសាលារៀនបានធ្វើកិច្ចសន្យាជាមួយអ្នកលក់ចំណីអាហារក្នុងបរិវេណសាលារៀនស្ដីពីការលើកកម្ពស់សុវត្ថិភាពនិងសុខុមាលភាពចំណីអាហារដែរឬទេសូមបំពេញបាតចាស់ករណីបានធ្វើកិច្ចសន្យាករណីមិនបានធ្វើកិច្ចសន្យាបំពេញទេដោយសេចក្តីណែនាំលេខ18អយកសននចុះថ្ងៃទី2ខែឧសភាឆ្នាំ2019ស្តីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាពនិងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈនិងឯកជនរបស់ក្រសួងអប់រំយុវជននិងកីឡា23តើសាលារៀនបានបិទផ្សាយគោលការណ៍ណែនាំស្តីពីការលើកកម្ពស់សុវត្ថិភាពនិងសុខុមាលភាពចំណីអាហារជាសាធារណៈដែរឬទេសូមបំពេញបាតចាស់ករណីគាត់បានបិទផ្សាយគោលការណ៍ណែនាំសូមបំពេញទេករណីគាត់មិនបានបិទផ្សាយការទទួលខុសត្រូវទិន្នន័យនេះត្រូវផ្ដល់ដោយនាយកសាលានិងពិនិត្យផ្ទៀងផ្ទាត់ដោយប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងស្រុកខណ្ឌសូមបញ្ជាក់ថាទិន្នន័យដែលបានផ្ដល់ជូននេះពិតជាត្រឹមត្រូវនិងពេញលេញហត្ថលេខានិងត្រានាយកសាលានិងការបរិច្ឆេទបានពិនិត្យនិងសូមបញ្ជាក់ថាទិន្នន័យនេះពិតជាត្រឹមត្រូវអាចបញ្ចូលទៅក្នុងប្រព័ន្ធបានហត្ថលេខាប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងស្រុកខណ្ឌការបរិច្ឆេទហិរញ្ញវត្ថុសាលាបឋមសិក្សាឈ្មោះសាលាបឋមសិក្សារបាយការណ៍ប្រចាំឆ្នាំការសេចក្តីណែនាំសូមបំពេញឈ្មោះសាលាបឋមសិក្សានិងឆ្នាំរបាយការណ៍ប្រចាំឆ្នាំទៅក្នុងប្រអប់ខាងលើទិន្នន័យរបាយការណ៍ប្រចាំឆ្នាំនេះត្រូវបំពេញនិងស្រង់យកព័ត៌មានពីឆ្នាំមុនឧទាហរណ៍ការអនុវត្តនៅក្នុងឆ្នាំសិក្សា2024-2025ត្រូវយកព័ត៌មានក្នុងឆ្នាំរបាយការណ៍ឆ្នាំសិក្សា2023-2024ដោយកត់ត្រាទិន្នន័យនៅក្នុងប្រអប់នីមួយៗឲ្យបានត្រឹមត្រូវនិងច្បាស់លាស់បន្ទាប់មកត្រូវពិនិត្យចុះហត្ថលេខាបោះត្រានិងឈ្មោះរបស់នាយកសាលាបឋមសិក្សានិងប្រគល់ទៅការិយាល័យអប់រំយុវជននិងកីឡាក្រុងស្រុកខណ្ឌដើម្បីផ្ទៀងផ្ទាត់និងពិនិត្យបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យទម្រង់របាយការណ៍នេះត្រូវប្រមូលព័ត៌មាននិងបំពេញទិន្នន័យដោយនាយកសាលាឬនាយករងសាលាបឋមសិក្សាចំណូល1ថវិការដ្ឋសូមបំពេញចំនួនថវិការដ្ឋជាក់ស្ដែងថវិកាដែលបានផ្ទេរពី
រដ្ឋាភិបាលដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាប់បញ្ចូលប្រាក់បៀវត្សរ៍ប្រាក់ឧបត្ថម្ភនាយកសាលាគ្រូបង្រៀននិងបុគ្គលិក 2. ថវិកាដៃគូសូមបំពេញចំនួនថវិកាជាក់ស្ដែងដៃគូអភិវឌ្ឍទាំងអស់ដែលចូលរួមជួយសាលារៀនសាធារណៈតាមរយៈមូលនិធិការដំណើរការសាលារៀន 3. ថវិកាសហគមន៍សូមបំពេញចំនួនថវិកាសហគមន៍ជាក់ស្ដែងសហគមន៍និងសប្បុរសជនក្នុងការចូលរួមថវិកាតាមរយៈការរៃអង្គាសបុណ្យការសាមគ្គីការប្រកួតកីឡាការប្រគំតន្ត្រីនិងការសម្ដែងសិល្បៈសប្បុរសធម៌ដើម្បីចូលរួមចំណែកក្នុងមូលនិធិដំណើរការសាលារៀន 4. ថវិកាផ្សេងសូមបំពេញថវិកាចំនួនថវិកាជាក់ស្ដែងគ្រប់ចំណូលដែលបានពីប្រភពផ្សេងដូចជាការលក់ផលិតផលផ្សេងផលិតផលស្នាដៃសិស្សភាសីផ្ញើកង់ម៉ូតូអាហារដ្ឋានតូបលក់ចំណូលការប្រាក់ពីធនាគារនិងការជួលផ្សេងនៅក្នុងសាលារៀនត្រូវបង់ចូលតាមមូលនិធិដំណើរការសាលារៀនចំណាយ 5. ប្រាក់បៀវត្សរ៍និងប្រាក់ឧបត្ថម្ភសម្រាប់គ្រូបង្រៀនសូមបំពេញចំនួនជាក់ស្ដែងទៅក្នុងប្រអប់ប្រាក់បៀវត្សរ៍នាយកសាលាគ្រូបង្រៀននិងបុគ្គលិកផ្សេងកិច្ចប្រជុំថ្ងៃព្រហស្បតិ៍ការងារបន្ថែមម៉ោងការបង្រៀនពីថ្នាក់ពីពេលនិងថ្នាក់គួបប្រាក់តំបន់ 6. គាំទ្រកិច្ចដំណើរការសាលារៀនសូមបំពេញចំនួនជាក់ស្ដែងទៅក្នុងប្រអប់ការងាររដ្ឋបាលការប្រឡងសម្ភារៈបរិក្ខារនិងសង្ហារិមការសាងសង់ការថែទាំជួសជុលនិងសេវាផ្សេងថ្លៃទឹកថ្លៃភ្លើង 7. ការចំណាយលើកែលម្អគុណភាពនៃការអប់រំសូមបំពេញចំនួនការចំណាយជាក់ស្ដែងទៅក្នុងប្រអប់ការចូលរួមដោយសមធម៌សម្ភារៈរៀននិងបង្រៀនការកែលម្អបរិស្ថាននិងទីធ្លាកម្សាន្តអប់រំបំណិនជីវិតកីឡាការងារយុវជននិងកុមារប្រាក់ឧបត្ថម្ភថវិការដ្ឋបង្ការសិស្សបោះបង់និងការងារយុវជននិងកុមារការចូលរួមដោយសកម្មភាពសង្គមសម្រាប់ការចំណាយអាហារសម្រន់ឬការវិនិយោគសម្រាប់ក្រៅពីថវិការដ្ឋការទទួលខុសត្រូវទិន្នន័យនេះត្រូវផ្ដល់ដល់នាយកសាលានិងពិនិត្យផ្ទៀងផ្ទាត់ដោយប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងស្រុកខណ្ឌសូមបញ្ជាក់ថាទិន្នន័យដែលបានផ្ដល់ជូននេះពិតជាត្រឹមត្រូវនិងពេញលេញហត្ថលេខានិងត្រានាយកសាលាការបរិច្ឆេទបានពិនិត្យនិងសូមបញ្ជាក់ថាទិន្នន័យនេះពិតជាត្រឹមត្រូវអាចបញ្ចូលទៅក្នុងប្រព័ន្ធបានហត្ថលេខាប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងស្រុកខណ្ឌការបរិច្ឆេទទិន្នន័យមណ្ឌលសុខភាពទម្រង់ទី21ឈ្មោះមណ្ឌលសុខភាពឆ្នាំរបាយការណ៍ប្រចាំឆ្នាំសូមបំពេញឈ្មោះមណ្ឌលសុខភាពក្នុងប្រអប់និងឆ្នាំរបាយការណ៍ទៅក្នុងប្រអប់ការណែនាំសូមបំពេញឈ្មោះមណ្ឌលសុខភាពនិងឆ្នាំរបាយការណ៍ទៅក្នុងប្រអប់ខាងលើទិន្នន័យរបាយការណ៍ប្រចាំឆ្នាំនេះត្រូវបំពេញនិងស្រង់យកពីព័ត៌មានពីឆ្នាំមុនឧទាហរណ៍ការអនុវត្តក្នុងឆ្នាំ2024ត្រូវយកព័ត៌មានក្នុងរបាយការណ៍ឆ្នាំ2024សូមកត់ត្រាទិន្នន័យនៅក្នុងប្រអប់នីមួយៗឲ្យបានត្រឹមត្រូវច្បាស់លាស់បន្ទាប់ត្រូវយកទៅពិនិត្យនិងចុះហត្ថលេខានិងបោះត្រាដោយប្រធានមណ្ឌលសុខភាពហើយប្រគល់ទៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដើម្បីផ្ទៀងផ្ទាត់និងពិនិត្យភាពត្រឹមត្រូវនៃទិន្នន័យទម្រង់របាយការណ៍នេះត្រូវប្រមូលព័ត៌មាននិងបំពេញទិន្នន័យដោយប្រធានឬអនុប្រធានមណ្ឌលសុខភាពसूचनाករទី1ចំនួនបុគ្គលិកសុខាភិបាលដែលមានជាក់ស្ដែងសូមបំពេញចំនួនបុគ្គលិកសុខាភិបាលដែលមានជាក់ស្ដែងទៅក្នុងប្រអប់មណ្ឌលសុខភាពត្រូវមានបុគ្គលិកបច្ចេកទេសពី8ទៅ11នាក់ដោយរាប់បញ្ចូលទាំងបុគ្គលិកជាប់កិច្ចសន្យាយោងតាមសេចក្តីណែនាំបច្ចុប្បន្នភាពស្តីពីសំណុំសកម្មភាពអបរមាសម្រាប់អភិវឌ្ឍមណ្ឌលសុខភាព MPA Guideline 2ចំនួនថ្ងៃក្នុងមួយឆ្នាំដែលមណ្ឌលសុខភាពប្រចាំការផ្ដល់សេវា24ម៉ោងសូមបំពេញចំនួនថ្ងៃក្នុងមួយឆ្នាំដែលមណ្ឌលសុខភាពប្រចាំការ24ម៉ោងទៅក្នុងប្រអប់មណ្ឌលសុខភាពដែលមានបុគ្គលិកផ្ដល់សេវា24ម៉ោងលើ24ម៉ោង7ថ្ងៃក្នុងមួយសប្តាហ៍ដោយមិនគិតពីថ្ងៃបុណ្យនិងថ្ងៃឈប់សម្រាក 3ចំនួនប្រជាជនក្នុងតំបន់គ្របដណ្ដប់របស់មណ្ឌលសុខភាពសូមបំពេញចំនួនប្រជាជននៅក្នុងតំបន់គ្របដណ្ដប់របស់មណ្ឌលសុខភាពទៅក្នុងប្រអប់
ទី4ចំនួនដងក្នុងមួយឆ្នាំដែលមណ្ឌលសុខភាពទទួលបានឱសថពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូមបំពេញចំនួនដងក្នុងមួយឆ្នាំដែលមណ្ឌលសុខភាពទទួលបានឱសថពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទៅក្នុងប្រអប់ស្តង់ដារមណ្ឌលសុខភាពត្រូវបានឱសថចំនួន12ដងក្នុងមួយឆ្នាំពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ5ចំនួនករណីសរុបពិនិត្យពិគ្រោះជំងឺក្រៅមណ្ឌលសុខភាពរាប់ចំនួនករណីសរុបពិនិត្យពិគ្រោះជំងឺក្រៅមណ្ឌលសុខភាពសូមបំពេញទៅក្នុងប្រអប់6ចំនួនស្ត្រីមានផ្ទៃពោះរំពឹងទុកក្នុងតំបន់គ្របដណ្ដប់របស់មណ្ឌលសុខភាពសូមបំពេញចំនួនស្ត្រីមានផ្ទៃពោះរំពឹងទុកក្នុងតំបន់គ្របដណ្ដប់មណ្ឌលសុខភាពទៅក្នុងប្រអប់ករណីមិនច្បាស់អំពីតួលេខនេះសូមពិភាក្សាជាមួយឃុំសង្កាត់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ7ចំនួនស្ត្រីមានផ្ទៃពោះដែលបានទទួលការថែទាំសម្រាលមុន4ដង ANC4 ដោយបុគ្គលិកមណ្ឌលសុខភាពរាប់ចំនួនស្ត្រីមានផ្ទៃពោះដែលទទួលបានការថែទាំ4ដងនៅក្នុងប្រអប់នេះគឺជាស្ត្រីដែលមានផ្ទៃពោះដែលទទួលបានសេវានៅក្នុងមណ្ឌលសុខភាពនិងសេវាចុះមូលដ្ឋាន4ដង ANC4 8ចំនួនស្ត្រីមានផ្ទៃពោះដែលបានសម្រាលកូននៅមណ្ឌលសុខភាពសូមរាប់ចំនួនស្ត្រីមានផ្ទៃពោះដែលបានសម្រាលកូននៅមណ្ឌលសុខភាពដោយបំពេញនៅក្នុងប្រអប់9ចំនួនកុមារចំណុចអាយុក្រោម1ឆ្នាំក្នុងតំបន់គ្របដណ្ដប់មណ្ឌលសុខភាពសូមបំពេញទៅក្នុងប្រអប់នៅចំនួនកុមារអាយុក្រោម1ឆ្នាំក្នុងតំបន់មណ្ឌលសុខភាព10ចំនួនកុមារអាយុក្រោម1ឆ្នាំទទួលបានវ៉ាក់សាំង DPTHE PB HI B3 ចំនួន3ដងរាប់ចំនួនសូមបំពេញចំនួនកុមារដែលទទួលបានវ៉ាក់សាំងចំនួន3ដងទៅក្នុងប្រអប់ករណីមិនច្បាស់លាស់ពីតួលេខនេះសូមពិភាក្សាជាមួយនឹងឃុំសង្កាត់ឬការិយាល័យសុខាភិបាលស្រុកប្រតិបត្តិការទទួលខុសត្រូវទិន្នន័យនេះផ្ដល់ដោយប្រធានមណ្ឌលសុខភាពនិងបានពិនិត្យផ្ទៀងផ្ទាត់ដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូមបញ្ជាក់ថាទិន្នន័យដែលបានផ្ដល់ជូននេះពិតជាត្រឹមត្រូវនិងពេញលេញហត្ថលេខានិងត្រាប្រធានមណ្ឌលសុខភាពការបរិច្ឆេទបានពិនិត្យនិងសូមបញ្ជាក់ថាទិន្នន័យនេះពិតជាត្រឹមត្រូវអាចបញ្ចូលទៅក្នុងប្រព័ន្ធបានហត្ថលេខានិងត្រាប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិការបរិច្ឆេទហិរញ្ញវត្ថុមណ្ឌលសុខភាពឈ្មោះមណ្ឌលសុខភាពរបាយការណ៍ប្រចាំឆ្នាំការណែនាំសូមបំពេញឈ្មោះមណ្ឌលសុខភាពនិងឆ្នាំរបាយការណ៍នៅក្នុងប្រអប់ខាងលើទិន្នន័យរបាយការណ៍ប្រចាំឆ្នាំនេះត្រូវបំពេញនិងស្រង់យកព័ត៌មានពីឆ្នាំមុនឧទាហរណ៍ការអនុវត្តនៅក្នុងឆ្នាំ2025ត្រូវយកព័ត៌មានក្នុងឆ្នាំរបាយការណ៍2024សូមកត់ត្រាទិន្នន័យទៅក្នុងប្រអប់នីមួយៗឲ្យបានត្រឹមត្រូវនិងច្បាស់លាស់បន្ទាប់មកត្រូវពិនិត្យនិងចុះហត្ថលេខានិងបោះត្រាដោយប្រធានមណ្ឌលសុខភាពហើយប្រគល់ទៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដើម្បីផ្ទៀងផ្ទាត់និងពិនិត្យបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យទម្រង់របាយការណ៍នេះត្រូវប្រមូលព័ត៌មាននិងបំពេញទិន្នន័យដោយប្រធានឬអនុប្រធានមណ្ឌលសុខភាពចំណូល1ថវិកាជាតិប្រចាំឆ្នាំសូមបំពេញចំនួនថវិកាជាក់ស្ដែងថវិកាពីរាជរដ្ឋាភិបាលកញ្ចប់ថវិកាជាតិដែលផ្ដល់បន្ថែមមណ្ឌលសុខភាពប្រចាំឆ្នាំរាប់បញ្ចូលថវិកាឱសថដែលផ្ដល់ពីថ្នាក់ជាតិ2មូលនិធិសមធម៌និង2មូលនិធិសមធម៌សុខាភិបាលរបបសន្តិសុខសង្គមសូមបំពេញចំណូលជាក់ស្ដែងទៅក្នុងប្រអប់ចំណូលដែលបានពីការវិធីមូលនិធិសមធម៌និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនិងផ្នែកគ្រោះថ្នាក់ការងារ3ចំណូលពីជំនួយសូមបំពេញជំនួយជាក់ស្ដែងចំណូលទទួលបានពីសប្បុរសជនឬស្ថាប័នអង្គការនានា4ចំណូលពីការបង់ថ្លៃសេវា
សូមបំពេញចំណូលបង់ថ្លៃសេវាជាក់ស្ដែងទៅក្នុងប្រអប់ចំណូលដែលទទួលបានពីការបង់ថ្លៃផ្ទាល់ដោយអ្នកជំងឺឬអតិថិជនដែលប្រើប្រាស់សេវាមណ្ឌលសុខភាពចំណាយ5សូមបំពេញចំនួនប្រាក់បៀវត្សប្រចាំខែនិងប្រាក់លើកទឹកចិត្តបុគ្គលិកទៅក្នុងប្រអប់ប្រាក់ខែគោលវេនយាមនិងប្រាក់លើកទឹកចិត្តផ្សេងៗ6ឱសថនិងបរិក្ខារពេទ្យសូមបំពេញចំនួនចំណាយជាក់ស្ដែងលើឱសថនិងបរិក្ខារពេទ្យចំណាយថ្លៃ6ឱសថនិងបរិក្ខារពេទ្យសូមបំពេញទៅក្នុងប្រអប់នៃចំណាយជាក់ស្ដែងចំណាយថ្លៃឱសថនិងបរិក្ខារពេទ្យដែលផ្គត់ផ្គង់ដោយថ្នាក់ជាតិនិងទិញបន្ថែមដោយមណ្ឌលសុខភាព7ការចុះផ្ដល់សេវានៅមូលដ្ឋានសូមបំពេញការចំណាយជាក់ស្ដែងទៅក្នុងប្រអប់ថ្លៃដំណើរអាហារហូបចុកនិងស្នាក់នៅសម្រាប់បុគ្គលិកសុខាភិបាល8ចំណាយប្រតិបត្តិការសូមបំពេញនៅក្នុងប្រអប់ចំណាយទឹកភ្លើងសម្ភារៈការិយាល័យប្រេងសាំងនិងការថែទាំ9ប្រាក់ 1% ដែលបង់ចូលរដ្ឋាភិបាលរាជធានីខេត្តសូមបំពេញចំនួនជាក់ស្ដែងនៅក្នុងប្រអប់ 1% នៃចំណូលនៃការបង់ថ្លៃសេវាត្រូវបង់នៅរដ្ឋាភិបាលរាជធានីខេត្តការទទួលខុសត្រូវនៃទិន្នន័យនេះផ្ដល់ដោយប្រធានមណ្ឌលសុខភាពនិងបានពិនិត្យផ្ទៀងផ្ទាត់ដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូមបញ្ជាក់ថាទិន្នន័យដែលបានផ្ដល់ជូននេះពិតជាត្រឹមត្រូវនិងពេញលេញហត្ថលេខានិងត្រាប្រធានមណ្ឌលសុខភាពការបរិច្ឆេទបានពិនិត្យនិងសូមបញ្ជាក់ថាទិន្នន័យនេះពិតជាត្រឹមត្រូវអាចបញ្ចូលទៅក្នុងប្រព័ន្ធបានហត្ថលេខានិងត្រាប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិការបរិច្ឆេទទម្រង់រាយការណ៍អំពីការបិទផ្សាយព័ត៌មានសម្រាប់ប្រជាពលរដ្ឋនិងទិន្នន័យលទ្ធផលការងាររបស់ឃុំសង្កាត់ទម្រង់ទី31បំពេញឈ្មោះឃុំសង្កាត់បំពេញឆ្នាំទិន្នន័យទីកន្លែងបិទមានសាលាឃុំសង្កាត់នៅទីកន្លែងផ្សេងទៀតមានផ្សារវត្តអារាមមេភូមិផ្ទះមេភូមិទីកន្លែងផ្សេងទៀតសម្រាប់ទាំងព័ត៌មានសម្រាប់ជាពលរដ្ឋ I4C មានសិទ្ធិរបស់អ្នកនៅឃុំបានបិទឬទេការបំពេញតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំបានបិទឬទេថវិកាឃុំបានបិទឬទេផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យសង្គមបានបិទឬទេសម្រាប់លទ្ធផលបំពេញការងារ Post on ការបំពេញតួនាទីរបស់ឃុំទី1បានបិទឬទេការបំពេញតួនាទីរបស់ឃុំទី2បានបិទឬទេចំណូលរបស់ឃុំបានបិទឬទេចំណាយរបស់ឃុំបានបិទឬទេគម្រោងឃុំបានបិទឬទេផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យសង្គមបានបិទឬទេការទទួលខុសត្រូវទិន្នន័យផ្ដល់ដោយស្មានឃុំនិងការពិនិត្យផ្ទៀងផ្ទាត់ដោយប្រធានការិយាល័យផែនការនិងគាំទ្រឃុំសង្កាត់សូមបញ្ជាក់ថាទិន្នន័យដែលបានផ្ដល់ជូននេះពិតជាត្រឹមត្រូវនិងពេញលេញហត្ថលេខាស្មានឃុំការបរិច្ឆេទបានពិនិត្យនិងសូមបញ្ជាក់ថាទិន្នន័យនេះពិតជាត្រឹមត្រូវហត្ថលេខាប្រធានការិយាល័យផែនការនិងគាំទ្រឃុំសង្កាត់ការបរិច្ឆេទទម្រង់រាយការណ៍អំពីការបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋនិងទិន្នន័យលទ្ធផលការងាររបស់មណ្ឌលសុខភាពទម្រង់ទី33សូមបំពេញឈ្មោះមណ្ឌលសុខភាពឆ្នាំទិន្នន័យទីកន្លែងបិទមណ្ឌលសុខភាពឬក៏នៅកន្លែងផ្សេងទៀតផ្សារវត្តអារាមផ្ទះមេភូមិឬកន្លែងផ្សេងទៀតផ្ទាំងព័ត៌មានសម្រាប់ជាពលរដ្ឋ I4C ស្តង់ដារមណ្ឌលសុខភាពបានបិទដែរឬទេស្តង់ដាររបស់អ្នកនៅមណ្ឌលសុខភាពបានបិទដែរឬទេថវិកានិងការងាររបស់មណ្ឌលសុខភាព
បានបិទដែរឬទេសម្រាប់ទិន្នន័យលទ្ធផលការងារ post on ចំណូលរបស់មណ្ឌលសុខភាពបានបិទដែរឬទេចំណាយមណ្ឌលសុខភាពបានបិទដែរឬទេការបំពេញការងាររបស់មណ្ឌលសុខភាពផ្នែកទី1បានបិទដែរឬទេការបំពេញការងាររបស់មណ្ឌលសុខភាពផ្នែកទី2បានបិទដែរឬទេការទទួលខុសត្រូវនេះទិន្នន័យនេះផ្ដល់ដោយប្រធានមណ្ឌលសុខភាពនិងពិនិត្យផ្ទៀងផ្ទាត់ដោយការិយាល័យសុខប្រតិបត្តិសូមបញ្ជាក់ថាទិន្នន័យដែលបានផ្ដល់ជូននេះពិតជាត្រឹមត្រូវនិងពេញលេញហត្ថលេខាប្រធានមណ្ឌលសុខភាពការបរិច្ឆេទបានពិនិត្យនិងសូមបញ្ជាក់ថាទិន្នន័យនេះពិតជាត្រឹមត្រូវហត្ថលេខាប្រធានការិយាល័យសុខប្រតិបត្តិការបរិច្ឆេទទម្រង់រាយការណ៍អំពីការបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋនិងទិន្នន័យលទ្ធផលការងាររបស់សាលាបឋមសិក្សាទម្រង់ទី32សូមបំពេញឈ្មោះសាលាបឋមសិក្សាឆ្នាំទិន្នន័យទីកន្លែងបិទសាលាបឋមសិក្សាកន្លែងផ្សេងទៀតផ្សារវត្តអារាមផ្ទះមេភូមិកន្លែងផ្សេងទៀតផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋ I4C សិទ្ធិរបស់អ្នកនៅសាលារៀនបានបិទដែរឬទេថវិកានិងការបំពេញការងាររបស់សាលារៀនបានបិទដែរឬទេលទ្ធផលការងារ post on ចំណូលនៅក្នុងសាលារៀនបានបិទដែរឬទេចំណាយនៅក្នុងសាលារៀនបានបិទដែរឬទេការបំពេញការងាររបស់សាលារៀនផ្នែកទី1បានបិទដែរឬទេការបំពេញការងាររបស់សាលារៀនផ្នែកទី2បានបិទដែរឬទេសូមបញ្ជាក់ថាការទទួលខុសត្រូវទិន្នន័យនេះផ្ដល់ដោយនាយកសាលានិងពិនិត្យផ្ទៀងផ្ទាត់ដោយការិយាល័យអប់រំស្រុកសូមបញ្ជាក់ថាទិន្នន័យដែលបានផ្ដល់ជូននេះពិតជាត្រឹមត្រូវនិងពេញលេញហត្ថលេខានាយកសាលាការបរិច្ឆេទបានពិនិត្យនិងសូមបញ្ជាក់ថាទិន្នន័យនេះពិតជាត្រឹមត្រូវសូមបញ្ជាក់ថាទិន្នន័យដែលបានផ្ដល់ជូននេះពិតជាត្រឹមត្រូវនិងពេញលេញហត្ថលេខានាយកសាលារៀនការបរិច្ឆេទបានពិនិត្យនិងសូមបញ្ជាក់ថាទិន្នន័យនេះពិតជាត្រឹមត្រូវហត្ថលេខាប្រធានការិយាល័យអប់រំនិងការបរិច្ឆេទទម្រង់តាមដានការបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋនិងទិន្នន័យលទ្ធផលការងាររបស់សាលាឃុំសង្កាត់ទម្រង់ទី41ឈ្មោះសាលាឃុំឆ្នាំទិន្នន័យការបរិច្ឆេទតាមដានទីកន្លែងបិទសាលាឃុំសង្កាត់ផ្សារវត្តអារាមផ្ទះមេភូមិនិងកន្លែងផ្សេងទៀតផ្ទាំងសម្រាប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ I4C សិទ្ធិរបស់អ្នកនៅឃុំបានបិទដែរឬទេផ្ទាំងសិទ្ធិរបស់អ្នកនៅឃុំបានបិទដែរឬទេការបំពេញតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំបានបិទដែរឬទេថវិកាឃុំបានបិទដែរឬទេផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គមបានបិទដែរឬទេសម្រាប់ទិន្នន័យលទ្ធផលការងារ post on ការបំពេញតួនាទីរបស់ឃុំទី1បានបិទដែរឬទេការបំពេញតួនាទីរបស់ឃុំផ្នែកទី2បានបិទដែរឬទេចំណូលរបស់ឃុំបានបិទដែរឬទេចំណាយរបស់ឃុំបានបិទដែរឬទេគម្រោងឃុំបានបិទដែរឬទេផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គមបានបិទដែរឬទេឈ្មោះរបស់អ្នកតាមដានតួនាទីហត្ថលេខានិងការបរិច្ឆេទទម្រង់តាមដានការបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋនិងទិន្នន័យលទ្ធផលការងារ post on របស់មណ្ឌលសុខភាពទម្រង់ទី43ឈ្មោះមណ្ឌលសុខភាពទិន្នន័យបំពេញឈ្មោះមណ្ឌលសុខភាពឆ្នាំទិន្នន័យការបរិច្ឆេទតាមដានទីកន្លែងបិទមណ្ឌលសុខភាពឬក៏កន្លែងផ្សេងទៀតផ្សារវត្តអារាមផ្ទះមេភូមិនិងកន្លែងផ្សេងទៀតសម្រាប់ផ្ទាំងព័ត៌មានសម្រាប់ជាពលរដ្ឋ I4C
ស្តង់ដារមណ្ឌលសុខភាពបានបិទដែរឬទេសិទ្ធិរបស់អ្នកនៅមណ្ឌលសុខភាពបានបិទដែរឬទេថវិកានិងការងាររបស់មណ្ឌលសុខភាពបានបិទដែរឬទេសម្រាប់ទិន្នន័យលទ្ធផលការងារផុសស្អនចំណូលរបស់មណ្ឌលសុខភាពបានបិទដែរឬទេចំណាយរបស់មណ្ឌលសុខភាពបានបិទដែរឬទេថវិកាការបំពេញការងាររបស់មណ្ឌលសុខភាពផ្នែកទី1បានបិទផ្សាយដែរឬទេការបំពេញការងាររបស់មណ្ឌលសុខភាពផ្នែកទី2បានបិទផ្សាយដែរឬទេឈ្មោះរបស់អ្នកតាមដានតួនាទីហត្ថលេខានិងការបរិច្ឆេទទម្រង់តាមដានការបិទផ្សាយព័ត៌មានសម្រាប់ប្រជាពលរដ្ឋទម្រង់តាមដានពីការបិទផ្សាយផ្ទាំងព័ត៌ទម្រង់តាមដានពីការបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋនិងទិន្នន័យលទ្ធផលការងាររបស់សាលាបឋមសិក្សាទម្រង់ទី52បំពេញឈ្មោះសាលាបឋមសិក្សាឆ្នាំទិន្នន័យការបរិច្ឆេទតាមដានទីកន្លែងសាលាបឋមសិក្សាទីកន្លែងផ្សេងៗទៀតមានផ្សារវត្តអារាមផ្ទះមេភូមិកន្លែងផ្សេងៗទៀតផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋ I4C សិទ្ធិរបស់អ្នកនៅសាលារៀនតើអ្នកបានបិទដែរឬទេថវិកានិងការបំពេញការងាររបស់សាលាបឋមសិក្សាបានបិទដែរឬទេសម្រាប់ទិន្នន័យលទ្ធផលការងារ post on ចំណូលក្នុងសាលារៀនបានបិទដែរឬទេចំណាយនៅក្នុងសាលារៀនបានបិទដែរឬទេការបំពេញការងាររបស់សាលារៀនផ្នែកទី1បានបិទដែរឬទេការបំពេញការងាររបស់សាលារៀនផ្នែកទី2បានបិទដែរឬទេបំពេញឈ្មោះអ្នកតាមដានតួនាទីហត្ថលេខានិងការបរិច្ឆេទសម្រាប់ការបំពេញគឺគ្រីសលើកន្លែងដែលយើងបានបិទនិងសម្រាប់ក្រសម្គាល់យើងអាចទៅសេបន្ថែមពីលើនឹងសម្រាប់ការបំពេញសូមថិចលើសូចនាករដែលសួរបានបិទដែរឬទេនិងកំណត់សម្គាល់អាចទៅសេផ្ដល់មតិយោបល់ត្រឡប់បាន